នៅពេលយប់មិញក្តីម្សិលមិញក្តីយើងនឹកមើលគ្រាន់តែជាការចងចាំទេនាមរូបយប់មិញក៏រលត់ទៅហើយនាមរូបពីម្សិលមិញដែលយើងកំពុងធ្វើអីនិយាយអីនៅឯណាហ្នឹងនាមរូបហ្នឹងរលត់ទៅហើយទាំងស្រស់ហ្នឹងអស់ទៅរូបធัวនាមធัวណាទៀតមិនមែនដូចតែយើងមិនតាន់អប់រំបញ្ញាយើងដឹងតែម្សិលមិញខែមុនអីហ្នឹងកន្លងទៅប៉ុន្តែជីវិតរបស់យើងមកនៅដល់ថ្ងៃនេះអាហ្នឹងគឺជាធម្មតាដែលយើងនៅសម្គាល់តែដោយនិច្ចសញ្ញាអ្វីវាថិតថេរទៀងទាត់យើងរស់នៅបាន10ឆ្នាំ20ឆ្នាំ30ឆ្នាំ40 50 60ឆ្នាំអីចឹងមកចឹងក៏ប៉ុន្តែកាលណាបើបញ្ញាកើតឡើងគឺមានសតិសម្បជញ្ញៈដឹងអំពីការអស់ទៅសូន្យទៅនៃរូបធัวនិងនាមធัวដូចជាពេលដែលកំពុងអង្គុយមកពេលអង្គុយនេះនឹងឯងចឹងដល់តែពេលយើងក្រោកឡើងនាមរូបមកពេលអង្គុយហ្នឹងគឺរលត់ទៅអស់ហើយមិនមែននៅជាប់តាមដល់ពេលយើងក្រោកទេណាដល់តែពេលយើងក្រោកឡើងហើយហ្នឹងរួចទៅយើងដើរណានាមរូបនៅពេលក្រោកហ្នឹងក៏រលត់ទៅដែរកន្លងទៅដែរនឹងឯងចឹងហើយដល់តែពេលយើងដើរទៅដល់ផ្ទះយើងអង្គុយនៅនឹងផ្ទះអញ្ចឹងនាមរូបពេលដើរហ្នឹងក៏រលត់ទៅអស់ដែររលត់នាមរូបទេមិនមែនគ្រាន់តែម៉ោងពេលថ្ងៃអាទិត្យច័ន្ទអង្គារពុធអីហ្នឹងកន្លងទៅមិនមែនទេចឹងនាមរូបមករលត់ទៅទាំងស្រស់ណាគឺជីវិតិន្ទ្រីទាំងជីវិតរូបទាំងជីវិតិន្ទ្រីចេតសិករលត់ណាស់ស្លាប់បាត់បង់ទៅនឹងឯងទៀតអញ្ចឹងបានយើងបាននៅបញ្ញាដឹងថាជីវិតរស់នៅតែក្នុងបច្ចុប្បន្នគឺដោយឃើញថាជីវិតបច្ចុប្បន្នហ្នឹងមិនមែនជាជីវិតអតីតមិនមែនជាជីវិតអនាគតជីវិតអនាគតមិនមែនអតីតមិនមែនបច្ចុប្បន្នហើយអតីតហ្នឹងក៏មិនមែនបច្ចុប្បន្នមិនមែនអនាគត